បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបជាមួយនឹងខ្ញុំវាសនា again បងប្អូនបាទអញ្ចឹងសម្រាប់ថ្ងៃនេះដែរខ្ញុំមានរថយន្តប្រភេទ Kia Sonet ឆ្នាំ2025ដែលចង់ចែកចម្លែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាបាទអញ្ចឹងកាលពីវីដេអូមុនខ្ញុំបានបង្ហាញរួចមកហើយតទៅជាមួយនឹងប្រភេទ Kia Sonet SX បងប្អូនជាប្រភេទដែលប្រើសោកាច់ក៏ប៉ុន្តែសម្រាប់ថ្ងៃនេះដែរគឺខ្ញុំមានប្រភេទ Kia Sonet X-Line អញ្ចឹងសម្រាប់រថយន្តទាំងពីរនេះតើវាមានភាពខុសគ្នាអីខ្លះបាទសូមតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងតទៅជាមួយនឹងប្រភេទ X-Line នេះគឺមានលក្ខណៈពិសេស3ខុសពី SX បងប្អូនបាទអញ្ចឹងបងប្អូនទាំងអស់គ្នាតទៅជាមួយនឹង Kia Sonet X-Line យើងប្រើប្រាស់ជាមួយនឹង Smart Key យើងចុចបញ្ឆេះអត់ដូច SX ទេបងប្អូនអញ្ចឹង SX យើងប្រើសោកាច់បញ្ឆេះបងប្អូនបាទចំណុចទី2យើងមាន wireless charge បាទអញ្ចឹងបងប្អូនអត់ចាំបាច់ត្រូវការប្រើខ្សែឬក៏ដាក់ខ្សែតាមខ្លួនទេបងប្អូន option ចុងក្រោយដែលខ្ញុំចង់បង្ហាញជូនបងប្អូនទាំងអស់គ្នាបានទស្សនានោះគឺយើងអាចបញ្ឆេះពីចម្ងាយបានជាមួយនឹង Smart Key មួយនេះបងប្អូនហើយសម្រាប់ការបញ្ឆេះពីចម្ងាយនេះយើងអាចបញ្ជាបានចម្ងាយរហូតដល់100ម៉ែត្រអញ្ចឹងក្នុងករណីបងប្អូនទុករថយន្តចោលនៅខាងក្រៅបងប្អូនទុកនៅខាងក្រៅផ្ទះយើងអាចបញ្ឆេះបើមិនសិនត្រជាក់ទុកឲ្យត្រជាក់បានហើយយើងក៏អាចផលិតនៅលើ Smart Key បានដូចគ្នាបាទសម្រាប់រថយន្តនេះដែរតម្លៃរបស់វាតាម 20000 ជាងទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់បានប្រភេទរថយន្តថ្មីដែលមានធានា5ឆ្នាំពីក្រុមហ៊ុនសំខាន់ឆ្នាំ2025មាន option ទំនើបច្រើនបងប្អូនអាចតំណែងមកកាន់ Kia Cambodia បានបងប្អូនតម្លៃ 20000 ជាងវាស្មើនឹងតម្លៃរថយន្តមួយទឹកនៅក្នុងស្រុកខ្មែរយើងទេអញ្ចឹងបងប្អូនអាចពិចារណាបានបាទសូមអរគុណច្រើន